36 states and the European Union have joined the Special Tribunal from Europe and beyond. ពេលវេលាដែលរុស្ស៊ីត្រូវឆ្លើយចំពោះការឈ្លានពានអ៊ុយក្រែនខិតជិតចូលមកដល់ហើយនេះជាការថ្លែងរបស់លោកអាឡាំងប៊ែសេអគ្គនាយកនៃក្រុមប្រឹក្សាអឺរ៉ុបតាមរយៈសេចក្តីប្រកាសព័ត៌មានសូមជម្រាបជូនថាការបង្កើតតុលាការពិសេសនេះត្រូវបានផ្ដួចផ្ដើមឡើងដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីឆ្នាំ 2025 កិច្ចព្រមព្រៀងក្នុងការបង្កើតតុលាការពិសេសសម្រាប់អ៊ុយក្រែនត្រូវបានលោក Zelensky ចុះហត្ថលេខាជាមួយក្រុមប្រឹក្សាអឺរ៉ុបដែលជាស្ថាប័នត្រួតពិនិត្យសិទ្ធិមនុស្សនៅលើទ្វីបអឺរ៉ុបតែម្ដងស្ថាប័នមួយនេះមានសមាជិកចំនួន46ប្រទេសក្នុងនោះក៏មានអ៊ុយក្រែនមួយដែរកម្មវិធីចម្បងនៃការបង្កើតតុលាការពិសេសសម្រាប់អ៊ុយក្រែនគឺដើម្បីអូសករុស្ស៊ីមកកាត់ទោសពីបទឈ្លានពានទឹកដីអ៊ុយក្រែនតាំងពីឆ្នាំ 2022 តាមពិតអ៊ុយក្រែនអាចលើកយកសំណុំរឿងរុស្ស៊ីឈ្លានពានខ្លួនទៅប្តឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រុងឡាអេតែដោយរុស្ស៊ីមិនដែលទទួលស្គាល់តុលាការអន្តរជាតិមួយនេះគេក៏មិនអាចអូសករុស្ស៊ីមកកាត់ទោសបានទេចូលកុំភ្លេចថាដើម្បីអាចឲ្យ ICC ចូលខ្លួនកាត់ក្តីបានលុះត្រាណាតែប្រទេសដែលរងការចោទប្រកាន់និងប្រទេសរងគ្រោះសុទ្ធតែជាសមាជិក ICC ឬយល់ព្រមទទួលស្គាល់អំណាចរបស់តុលាការមួយនេះដោយឡែកក្នុងឆ្នាំ 2022 រុស្ស៊ីក៏ត្រូវបានក្រុមប្រឹក្សាអឺរ៉ុបបញ្ចប់សមាជិកភាពក្រោយពីរុស្ស៊ីបានចាប់ផ្ដើមវាយលុកចូលទឹកដីអ៊ុយក្រែននៅឆ្នាំ 2022 ដូច្នេះសម្រាប់លោកអាឡាំងប៊ែសេតុលាការពិសេសនេះគឺជាតំណាងឲ្យក្តីសង្ឃឹមនិងយុត្តិធម៌តែមួយគត់សម្រាប់អ៊ុយក្រែនក្នុងន័យនេះលោកបានជំរុញឲ្យអ្នកចូលរួមក្នុងកិច្ចប្រជុំបំពេញបែបបទនីតិវិធីនយោបាយដើម្បីធានាពីការដំណើរការនិងស្វែងរកថវិកាសម្រាប់ដំណើរការរបស់តុលាការពិសេសមួយនេះតកតងនឹងថវិកាត្រូវបានគណៈកម្មាធិការអឺរ៉ុបបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកថាខ្លួននឹងចូលរួមផ្ដល់ប្រាក់ចំនួន10លានអឺរ៉ូដើម្បីគាំទ្រលើការបង្កើតតុលាការពិសេសសម្រាប់អ៊ុយក្រែនមួយនេះទោះជាយ៉ាងណានៅមានប្រទេស12ប្រទេសផ្សេងទៀតដែលជាសមាជិកក្រុមប្រឹក្សាអឺរ៉ុបមិនទាន់ចូលរួមគាំទ្រគម្រោងបង្កើតតុលាការពិសេសនេះនៅឡើយនោះទេក្នុងនោះមានហុងគ្រី ស្លូវ៉ាគី ទួរគីនិងប្រទេសមួយចំនួននៅតំបន់បាល់កង់និងតំបន់កូកាស